បាទជំរាបសួរបងប្អូនបាទថ្ងៃនេះថ្ងៃអាទិត្យបាទថ្ងៃអាទិត្យទី3ខែឧសភាឆ្នាំ2026ខ្ញុំបានមកដល់លើកំពូលភ្នំជីសូគឺស្ថិតនៅក្នុងខេត្តតាកែវបាទខាងក្រោយខ្ញុំបាននេះគឺជាទីសក្ការៈបូជាមួយដែលអ៊ំចាស់អាចារ្យឬមួយក៏ពុទ្ធបរិស័ទយើងចំណុះយើងវត្តនេះគាត់មានប្រសាសន៍ថាជាទីកន្លែងដែលស័ក្តិសិទ្ធិដែលយើងអាចបន់នេះបានតាមដូចថាត្រូវតាមបំណងប្រាថ្នារបស់យើងហើយខ្ញុំបាទក៏បានឧទ្ទិសបួងសួងរួចហើយដែរបាទសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទូទៅមិនថានៅក្នុងប្រទេសកម្ពុជាឬមួយនៅខាងក្រៅតាមបណ្ដាប្រទេសផ្សេងទេសូមឲ្យបានសេចក្តីសុខសប្បាយជាពិសេសគឺបងប្អូនអ្នកកងទ័ពដូចជាបងប្អូនជនភៀសសិទ្ធសូមទទួលបាននៅតែសុខសន្តិភាពសុខភាពបាទថ្ងៃនេះខ្ញុំបាទមានប្រធានបទតូចមួយចង់ចែកម្លែកទៅបងប្អូនយើងទាំងអស់គ្នាបាទការពិតទៅមនុស្សយើងមិនថាអ្នកមានអ្នកក្រឬមួយក៏អ្នកដែលមានវណ្ណៈទាបវណ្ណៈខ្ពស់អីជានាម៉ឺនមន្ត្រីឬមួយក៏ជារាជសាមញ្ញទេគឺសុទ្ធតែមានវត្ថុពីរមានន័យថាកន្លែងពីរដែលដូចគ្នាទី1គឺយើងទាំងអស់គ្នាគឺសុទ្ធតែត្រូវបានចាប់កំណើតពីផ្ទៃម្ដាយមានន័យថាចាក់អូតូម្ដាយមានន័យថាពួកយើងសុទ្ធតែបានទទួលនៅការផ្ដល់កំណើតពីម្ដាយរបស់យើងបាទម្ដាយឪពុករបស់យើងមានន័យថាយើងចាក់ផ្ទៃអូតូម្ដាយមានន័យថាយើងកើតចេញពីពោះម្ដាយរបស់យើងហើយយើងក៏មានកន្លែងមួយទៀតដែលដូចគ្នាគឺយើងត្រូវបានវិលទៅវិញមានន័យថាយើងទទួលមរណភាពយើងស្លាប់ដូចគ្នាបាទអញ្ចឹងមានថាទោះបីយើងមានក្រអីក៏ដោយក៏យើងមានកន្លែងពីរដូចគ្នាទាំងអស់គឺស្មើភាពនេះគេថាជាច្បាប់ធម្មជាតិហើយម្យ៉ាងមួយទៀតបងប្អូនជួនកាលពេលខ្លះយើងមិនធ្វើអីសោះអ្នកដែលគេមិនចូលចិត្តយើងក៏ឃើញយើងទើសដែរនៅសុកយើងទៅទើសយើងទៅយើងអត់ធ្វើអីសោះហ្នឹងបាទយើងអត់ធ្វើអីសោះក៏ទើសយើងដែរអញ្ចឹងមានន័យថាមនុស្សយើងពេលខ្លះដែលយើងធ្វើអីគេថាយើងអត់អំណោយជៀនយ៉ាងម៉េចទេខ្ញុំមិនដឹងទេប៉ុន្តែថាជួនកាលពេលខ្លះយើងនៅស្រុកមនុស្សដែលមិនដែលស្គាល់គ្នាគាត់ឃើញមុខដូចយើងឃើញមុខម្នាក់ហ្នឹងដូចមិនចូលមិនគួរឲ្យចូលចិត្តសោះគួរឲ្យស្អប់គួរអីចឹងទៅបាទអញ្ចឹងមកថាពេលខ្លះយើងអូនយើងដាក់យកពាក្យថាយើងអូនដាក់អ្នកធ្វើហ្នឹងគឺមែនយើងធ្វើអីក៏ខុសយើងមិនធ្វើក៏ខុសបាទហើយខាងនេះដែរគឺជារូបសំណាកប្រហែលជាពនាងមើលទៅបាទពនាងហើយបងប្អូនក៏ជាទីសក្ការៈបូជាមួយដែលអ្នកផងនឹងពួងតែងតែមកបន់ស្រន់សុំសេចក្តីសនុកសុខសប្បាយឬមួយក៏សុំតាមសេចក្តីពរប្រាថ្នារបស់អ្នកដែលបន់ស្រន់